បាទសូមគោរពជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានការស្ដាប់ព័ត៌មាននៅក្នុង Channel newenglish.com ជួបជាមួយខ្ញុំបាទសាជាថ្មីនៅក្នុងកម្មវិធីព័ត៌មានសម្រាប់ព្រឹត្តិការណ៍នៅថ្ងៃនេះយើងមានសារព័ត៌មានចំនួន3សារព័ត៌មានទី1យើងនឹងរាយការណ៍អំពីទំនាក់ទំនងរបស់លោកពូទីនជាមួយនឹងលោកប្រធានាធិបតីអាមេរិកលោក Donald Trump បាទលោកពូទីនទូរស័ព្ទទៅកាន់លោក Trump អំពាវនាវឲ្យមានការបញ្ចប់សង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់បាទនេះគឺជាព័ត៌មានទី1ចំណែកព័ត៌មានទី2យើងក៏លេខទៅមើលអំពីប្រទេសអ៊ីរ៉ង់វិញបាទពីទីក្រុងតេហេរ៉ង់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានច្រានចោលការចរចាជាមួយអាមេរិកបន្ទាប់ពីរងបទពិសោធន៍ដ៏ជូរចត់ខណៈពេលដែលឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថាអ៊ីរ៉ង់ទៅវិញទេគឺជាអ្នកកំណត់ថាតើសង្គ្រាមនេះនឹងចប់នៅពេលណាបាទដល់ឡែកសម្រាប់ព័ត៌មានទី3យើងក៏លេខទៅមើលមហាអំណាចរុស្ស៊ីជាមួយនឹងចិនវិញម្ដងហើយយើងនឹងរាយការណ៍អំពីជំហររបស់រុស្ស៊ីនិងចិនចំពោះមេដឹកនាំថ្មីម៉ូតាបាខាម៉ានីបាទរុស្ស៊ីនិងចិនបង្ហាញការគាំទ្រដល់មេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ខណៈភាពតានតឹងនៅក្នុងតំបន់កាន់តែមានការកើនឡើងបាទសម្រាប់ព័ត៌មានទាំង3នេះយើងនឹងរាយការណ៍ដូចតទៅបាទលោកពូទីនរបស់រុស្ស៊ីបានហៅទូរស័ព្ទទៅលោក Donald Trump ដោយអំពាវនាវឲ្យបញ្ចប់សង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីអាមេរិក Donald Trump បានពិភាក្សាអំពីសង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ក៏ដូចជាចំនួននៅអ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទមួយដែលវិមានក្រមឡាំងបានពណ៌នាថាជាការសន្ទនាបើកចំហនិងប្រកបដោយស្ថាបនាវិមានក្រមឡាំងបានឲ្យដឹងថាលោកពូទីននិងលោក Donald Trump បានធ្វើការហៅទូរស័ព្ទអស់រយៈពេល1ម៉ោងកាលពីថ្ងៃច័ន្ទដែលជាការពិភាក្សាលើកដំបូងរបស់ពួកគេចាប់តាំងពីខែធ្នូមកយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្ដីទីប្រឹក្សាការទូតរបស់លោកពូទីនលោកយូរីយូហ្សាកូបានឲ្យដឹងថាភាគីវ៉ាស៊ីនតោនជាអ្នកស្នើសុំឲ្យមានការសន្ទនានេះលោកយូហ្សាកូបាននិយាយថាការពិភាក្សានេះបានផ្ដោតសំខាន់ទៅលើស្ថានភាពជុំវិញចំនួនជាមួយនឹងអ៊ីរ៉ង់និងការចរចាទ្វេភាគីដែលកំពុងប្រព្រឹត្តទៅរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកដើម្បីស្វែងរកដំណោះស្រាយលើបញ្ហារបស់អ៊ុយក្រែនលោកបានបន្ថែមថាលោកពូទីនបានអំពាវនាវឲ្យមានដំណោះស្រាយយ៉ាងឆាប់រហ័សជាផ្លូវនយោបាយនិងការទូតចំពោះសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងទៅនឹងអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីដ៏សំខាន់មេដឹកនាំរុស្ស៊ីក៏បានបញ្យល់ទៅកាន់លោកត្រាំអំពីស្ថានភាពបច្ចុប្បន្ននៅបន្ទាត់ប៉ះទង្គិចដែលកងទ័ពរុស្ស៊ីកំពុងតែមានការរីកចម្រើនជាមួយនឹងភាពជោគជ័យដ៏ច្រើនការលើកឡើងនេះសំដៅទៅលើសង្គ្រាមនៅអ៊ុយក្រែនដែលរុស្ស៊ីមានប្រៀបទៅលើអ៊ុយក្រែនផងដែរយោងតាមលោកយូសាកូលោកពូទីនក៏បានវិតម្លៃជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងចំនួនអ៊ុយក្រែនផងដែរទោះបីជាមានការពិភាក្សាជាបន្តបន្ទាប់រវាងមន្ត្រីរុស្ស៊ីនិងសហរដ្ឋអាមេរិកយ៉ាងណាក្តីក៏កិច្ចពិភាក្សារួមរវាងរុស្ស៊ីអាមេរិកជាមួយនឹងអ៊ុយក្រែនក៏មិនទាន់មានការរីកចម្រើនច្បាស់លាស់នៅក្នុងការឈានទៅរកបទឈប់បាញ់នៅឡើយទេលោកយូសាកូបានបញ្ជាក់ថាភាគីវ៉ាស៊ីនតោនចង់ពិភាក្សាបញ្ហាសំខាន់ៗជាច្រើនដែលពាក់ព័ន្ធជាមួយនឹងស្ថានភាពអន្តរជាតិបច្ចុប្បន្នការសន្ទនានេះមានលក្ខណៈប្រកបប្រជានិងប្រកបដោយស្ថាបនាគួរបញ្ជាក់ផងដែរថាលោកប្រធានាធិបតីត្រាំនិងប្រធានាធិបតីពូទីនបានជួបប្រជុំក្នុងកម្រិតកំពូលមួយនៅរដ្ឋអាឡាស្កាកាលពីខែសីហានៅឆ្នាំមុននេះបាទនេះគឺជាព័ត៌មានចុងក្រោយបង្អស់ពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីបាទយើងឃើញថាលោកប្រធានាធិបតីពូទីនបានខលទូរស័ព្ទទៅកាន់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំដើម្បីពិភាក្សាក៏ដូចជាជជែកអំពីផ្លូវដើម្បីអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក៏ដូចជាបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាផងដែរបាទហើយយើងឃើញថាវាជាព័ត៌មានល្អមួយបើសិនជាករណីមហាអំណាចទាំងពីរបានពិភាក្សាជាមួយនឹងគ្នាហើយវារឹតតែល្អខ្លាំងមែនទែនសម្រាប់ពិភពលោកយើងប្រសិនបើមហាអំណាចទាំងពីរអាចរកផ្លូវចរចាដោះស្រាយគ្នាបានបាទព័ត៌មានទី1មានតែប៉ុណ្្នឹងបាទសូមអរគុណចូលដល់ព័ត៌មានទី2បាទពីប្រទេសអ៊ីរ៉ង់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានច្រានចោលការចរចាជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីបទពិសោធន៍ដ៏ជូរចត់បាទរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានបដិសេធលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិកម្ដងទៀតបន្ទាប់ពីអ្វីដែលលោកបានពណ៌នាថាជាបទពិសោធន៍ដ៏ជូរចត់ខ្លាំងក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន PBS News កាលពីថ្ងៃច័ន្ទលោក Araghchi បានឆ្លើយតបនឹងសំណួរស្ដីអំពីថាតើមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ Mojtaba Khamenei នឹងបើកចំហចំពោះការចរចាថ្មីឬកិច្ចព្រមព្រៀងឈប់បាញ់ជាមួយសហរដ្ឋអាមេរិកដែរឬទេលោកបាននិយាយថាវាដូចជាឆាប់ពេក
នៅក្នុងការធ្វើអត្ថាធិប្បាយអំពីបញ្ហានេះខ្ញុំមិនគិតថាបញ្ហានៃការនិយាយឬការចរចាជាមួយសហរដ្ឋអាមេរិកម្ដងទៀតនឹងស្ថិតនៅក្នុងតារាងពិភាក្សារបស់យើងទេពីព្រោះយើងបានទទួលបទពិសោធន៍ដ៏ជូរចត់ខ្លាំងអំពីការចរចាជាមួយសហរដ្ឋអាមេរិកនេះរួចទៅហើយលោកបានលើកឡើងអំពីសង្គ្រាម12ថ្ងៃកាលពីខែមិថុនាឆ្នាំមុនដែលកងកម្លាំងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានវាយប្រហារលើស្ថានីយ៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់ខណៈពេលដែលការចរចារវាងទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោនកំពុងដំណើរការលោកអារ៉ាជីបានយោងទៅលើជុំចុងក្រោយនៃការចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវនៅចុងខែកុម្ភៈលោកបាននិយាយថាភាគីទាំងពីរបានពណ៌នាការចរចានោះថាមានលក្ខណៈស្ថាបនានិងមានការសម្របសម្រួលដោយប្រទេសអូម៉ង់ប៉ុន្តែលោកបានបន្ថែមថាបន្ទាប់ពីការចរចាបានប្រព្រឹត្តទៅចំនួន3ជុំហើយក្រុមចរចាអាមេរិកបាននិយាយថាមានការរីកចម្រើនធំក៏ដោយក៏នៅតែមានការវាយប្រហារនៅលើអ៊ីរ៉ង់បានកើតឡើងដូច្នេះខ្ញុំគិតថាការនិយាយឬការចរចាជាមួយអាមេរិកនឹងមិនស្ថិតនៅក្នុងរបៀបវិរៈរបស់យើងទៀតទេក្នុងការឆ្លើយតបចំពោះការរំខានទីផ្សារប្រេងសកលលោកអារ៉ាជីបាននិយាយថាអ៊ីរ៉ង់មិនមែនជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់ចុះនៃការផលិតនិងការដឹកជញ្ជូនប្រេងឡើយលោកបានបន្ថែមថានេះមិនមែនជាកំហុសរបស់យើងហើយក៏មិនមែនជាផែនការរបស់យើងដែរការរំខាននេះគឺបណ្ដាលមកពីការវាយប្រហារដែលកើតឡើងដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់យោងតាមលោកអារ៉ាជីការវាយប្រហារទាំងនេះធ្វើឲ្យតំបន់កាន់តែមិនមានស្ថិរភាពនិងគ្មានសុវត្ថិភាពនេះហើយជាមូលហេតុដែលនាវាដឹកប្រេងនិងនាវាផ្សេងទៀតខ្លាចរអានៅក្នុងការឆ្លងកាត់ច្រកសមុទ្រហ័រមូសលោកអារ៉ាជីក៏បានបដិសេធការចោទប្រកាន់ផងដែរថាអ៊ីរ៉ង់កំពុងបង្ខំការកាត់បន្ថយផ្គត់ផ្គង់ប្រេងដោយចេតនាតាមរយៈការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់យើងកំពុងប្រឈមនឹងសកម្មភាពឈ្លានពានដែលខុសច្បាប់ទាំងស្រុងហើយអ្វីដែលយើងកំពុងធ្វើគឺការពារខ្លួនដែលស្របច្បាប់និងមានភាពសមហេតុផលលោកបានបន្ថែមថាទីក្រុងតេហេរ៉ង់បានប្រមានប្រទេសនៅក្នុងតំបន់រួចហើយថាប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ដោយផ្ទាល់អ៊ីរ៉ង់នឹងឆ្លើយតបដោយការវាយប្រហារទាំងមូលដ្ឋានយោធានិងស្ថាប័នរបស់សហរដ្ឋអាមេរិកទូទាំងតំបន់ហើយជាលទ្ធផលសង្គ្រាមនឹងពង្រីកទូទាំងតំបន់ទាំងមូលយើងមិនមែនជាអ្នកទទួលខុសត្រូវចំពោះរឿងនេះឡើយបាទនេះគឺជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់ដែលលោកបានធ្វើការបដិសេធជាមួយនឹងបញ្ហាការបញ្ចប់សង្គ្រាមក៏ដូចជាបញ្ហាការរំលោភបំពានផ្នែកច្បាប់របស់អ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែលសម្រេចចិត្តវាយប្រហារទៅលើអ៊ីរ៉ង់ហើយលោកក៏បានបដិសេធផងដែរថាបញ្ហាប្រេងនៅច្រកសមុទ្រហ័រមូសគឺជាការបង្កឡើងដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកខ្លួនឯងមិនមែនបង្កដោយអ៊ីរ៉ង់ទេបាទនេះគឺជាសារព័ត៌មានដែលបានបង្ហាញហើយអ្វីដែលយើងកត់សម្គាល់បានយ៉ាងច្បាស់នោះគឺរដ្ឋមន្ត្រីការបរទេសគាត់បានពន្យល់យ៉ាងច្បាស់ថាគ្មានការចរចាណាមួយដែលអាចធ្វើឡើងតទៅទៀតទេដោយសារថាអាមេរិកបាននិយាយថាចរចាបាននិយាយថាមានការវិវត្តលើការចរចាក៏ប៉ុន្តែទៀតពិតនៅតែមានការវាយប្រហារទៅលើអ៊ីរ៉ង់គឺជាពិសេសការចរចាជុំចុងក្រោយបង្អស់នៅឆ្នាំមុនបានចរចាអំពីអាវុធនុយក្លេអ៊ែរប៉ុន្តែចុងក្រោយសហរដ្ឋអាមេរិកនៅតែវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទៀតហើយលើកទី2នេះក៏ដូចគ្នាដែរមានការចរចាតែចុងក្រោយនៅតែវាយប្រហារទៅលើអ៊ីរ៉ង់បាទនេះគឺជាប្រសាសន៍របស់គាត់ដែលគាត់បានលើកឡើងបាទដោយឡែកជ្រុងមួយផ្សេងទៀតបាទពីឆ្មាំបដិវត្តអ៊ីរ៉ង់វិញម្ដងគឺពួកគេបាននិយាយថាពួកគេគឺជាអ្នកកំណត់នៃការបញ្ចប់សង្គ្រាមនេះទៅវិញទេមិនមែនសហរដ្ឋអាមេរិកទេបាទកងកម្លាំងការពារបដិវត្តអ៊ីរ៉ង់បានប្រកាសថាពួកគេគឺជាអ្នកកំណត់ចុងបញ្ចប់នៃសង្គ្រាមមជ្ឈិមបូព៌ាបន្ទាប់ពីសហរដ្ឋអាមេរិកដូណាល់ត្រាំបានព្យាករណ៍ថាចំនួនអាចនឹងបញ្ចប់នៅពេលឆាប់ៗនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារកងកម្លាំងការពារបដិវត្តអ៊ីរ៉ង់បានបញ្ជាក់ថាយើងគឺជាអ្នកដែលកំណត់បញ្ចប់ចុងក្រោយនៃសង្គ្រាមនេះសម័យកាលនយោបាយនិងស្ថានភាពអនាគតរបស់តំបន់នេះគឺត្រូវស្ថិតនៅក្នុងដៃកងកម្លាំងប្រដាប់អាវុធរបស់យើងហើយកងកម្លាំងអាមេរិកមិនមែនជាអ្នកបញ្ចប់សង្គ្រាមនេះឡើយការលើកឡើងនេះបានកើតឡើងនៅបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំបានបង្ហាញមតិផ្ទាល់ខ្លួនថាសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Islamic Revolutionary Guard Corps ក៏បានប្រមានផងដែរថាទីក្រុងតេហេរ៉ង់នឹងមិនអនុញ្ញាតឲ្យមានការនាំប្រេងចេញពីតំបន់នោះឡើយប្រសិនបើមានការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តសូម្បីតែប្រេងម៉ូលីក៏មិនត្រូវបាននាំចេញពីតំបន់នេះឡើយប្រសិនបើការវាយប្រហារលើប្រទេសអ៊ីរ៉ង់នៅតែបន្តទៀតបាទនេះគឺជាសម្ដីរបស់ក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់
ដោយឡែកផ្សេងទៀតចេញពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាទដោយឡែកយើងងាកទៅមើលតំណែងតំណងក៏ដូចជាជំហររបស់រុស្ស៊ីនិងប្រទេសចិនវិញរុស្ស៊ីនិងចិនបង្ហាញការគាំទ្រដល់មេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ខណៈដែលភាពតានតឹងក្នុងតំបន់កាន់តែកើនឡើងប្រទេសរុស្ស៊ីនិងចិនបានបង្ហាញការគាំទ្រដល់មេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ឈ្មោះថាម៉ូតាបាខាម៉ានីកាលពីថ្ងៃច័ន្ទខណៈភាពតានតឹងនយោបាយនិងយោធានៅក្នុងតំបន់មជ្ឈិមបូព៌ាកំពុងបន្តកើនឡើងការបង្ហាញការគាំទ្រនេះត្រូវបានគេមើលឃើញថាជាសញ្ញានៃការរឹតបន្តឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរជាមួយនឹងអ៊ីរ៉ង់នៅពេលដែលចំនួនជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងតែឡើងក្តៅឡើងប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនបានផ្ញើសារទូរលេខអបអរសាទរមួយទៅកាន់មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ដោយសរសើរចំពោះការតែងតាំងរបស់លោកនិងបញ្ជាក់ថាទីក្រុងមូស្គូបន្តការគាំទ្រយ៉ាងមាំមួនដល់ទីក្រុងតេហឺរ៉ង់យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រមឡាំងលោកពូទីនបាននិយាយថានៅក្នុងពេលដែលអ៊ីរ៉ង់កំពុងតែប្រឈមមុខនឹងការឈ្លានពានយោធាការទទួលបន្ទុកនៅក្នុងតំណែងដ៏ខ្ពង់ខ្ពស់នេះនឹងទាមទារឲ្យមានភាពក្លាហាននិងការលះបង់យ៉ាងខ្លាំងពីមេដឹកនាំថ្មីលោកបញ្ជាក់ថាលោកមានជំនឿយ៉ាងមុតមមថាលោកមូតាបាខាម៉ានីនឹងបន្តបេសកកម្មគោលនយោបាយដែលបានបង្កើតឡើងដោយឪពុករបស់លោកគឺលោកអាលីខាម៉ានីនឹងអាចចូលរួមចំណែកជួយប្រជាជនអ៊ីរ៉ង់ឲ្យរួបរวมគ្នាជាធ្លុងមួយក្នុងពេលដែលប្រទេសកំពុងតែប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរលោកឡាឌីមៀពូទីនបានបញ្ជាក់ថាប្រទេសរុស្ស៊ីនឹងបន្តឈរជាមួយនឹងអ៊ីរ៉ង់ដោយសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានលោកបានបញ្ជាក់ថារុស្ស៊ីតែងតែជាដៃគូដែលអាចពឹងផ្អែកសម្រាប់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ហើយបន្តទូនាទីតទៅមុខទៀតនៅក្នុងសាររបស់លោកពូទីនក៏បានជូនពរមេដឹកនាំថ្មីអ៊ីរ៉ង់ឲ្យទទួលបានជោគជ័យនៅក្នុងការដោះស្រាយបញ្ហាប្រឈមធំនាពេលខាងមុខព្រមទាំងមានសុខភាពល្អនិងកម្លាំងចិត្តរឹងមាំដោយឡែកពីខាងប្រទេសចិនវិញចិនប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅនៅពេលដូចគ្នានេះដែរប្រទេសចិនក៏បានទទួលស្គាល់ការផ្លាស់ប្ដូរមេដឹកនាំអ៊ីរ៉ង់ថ្មីផងដែរក្រសួងការបរទេសចិនបាននិយាយថាការតែងតាំងមេដឹកនាំថ្មីនេះត្រូវបានអនុវត្តទៅតាមនីតិវិធីរដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ង់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកគូជេគុនបានបញ្ជាក់ថាការតែងតាំងនេះត្រូវបានធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសហើយគួរត្រូវបានគោរពដោយសហគមន៍អន្តរជាតិទីក្រុងប៉េកាំងបានបង្ហាញការប្រឆាំងយ៉ាងច្បាស់ចំពោះការគំរាមកំហែងណាមួយនៅលើមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ដែលមានអាយុ56ឆ្នាំរូបនេះការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំបាននិយាយថាមេដឹកនាំថ្មីរបស់អ៊ីរ៉ង់នឹងមិនអាចរក្សាតំណែងបានយូរឡើយប្រសិនបើគ្មានការយល់ព្រមពីរដ្ឋបាលរបស់លោកត្រាំឆ្លើយតបទៅនឹងសម្ដីនេះលោកគូចៃគុនបាននិយាយថាប្រទេសចិនបដិសេធយ៉ាងដាច់អហង្ការចំពោះការជ្រៀតជ្រែកពីខាងក្រៅទៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់លោកបានអំពាវនាវឲ្យមានការគោរពដល់អធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់និងជំរុញឲ្យមានការបញ្ចប់ចំនួននៅក្នុងតំបន់ឲ្យបានឆាប់តាមរយៈការចរចានយោបាយនិងការទូតលោកម៉ូតាបាខាម៉ានីដែលជាអ្នកបួសសាសនាអ៊ីស្លាមអាយុ56ឆ្នាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នសន្តិសុខដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ត្រូវបានជ្រើសរើសជាមេដឹកនាំកម្ពុជាទី3របស់ប្រទេសការជ្រើសរើសនេះត្រូវបានធ្វើឡើងដោយ Assembly of Experts ដែលជាស្ថាប័នរដ្ឋធម្មនុញ្ញមានសមាជិក88រូបនិងមានភារកិច្ចជ្រើសរើសមេដឹកនាំនយោបាយខ្ពស់បំផុតនៃប្រទេសប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានពណ៌នាការតែងតាំងនេះថាជាជំហានដ៏សំខាន់នៅក្នុងការពង្រឹងការរួបរวมជាតិនៅពេលដែលប្រទេសកំពុងប្រឈមនឹងស្ថានភាពអស្ថិរភាពដ៏ខ្លាំងការផ្លាស់ប្ដូរមេដឹកនាំនេះបានកើតឡើងបន្ទាប់ពីមានការស្លាប់មេដឹកនាំកម្ពុជាមុនគឺលោកអាលីខាម៉ានីដែលបានដឹកនាំអ៊ីរ៉ង់អស់រយៈពេល37ឆ្នាំលោកអាលីខាម៉ានីបានស្លាប់នៅក្នុងការវាយប្រហារផ្លូវអាកាសមួយកាលពីថ្ងៃទី28ខែកុម្ភៈដែលត្រូវបានអនុវត្តដោយកងកម្លាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលការវាយប្រហារនោះបានកំណត់គោលដៅលើទីលំនៅរបស់លោកនៅក្នុងទីក្រុងតេហឺរ៉ង់និងបានសម្លាប់មេដឹកនាំអាយុ86ឆ្នាំរូបនេះចាប់តាំងពីពេលនោះមកចំនួនយោធាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅទូទាំងតំបន់រវាងអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកយោងតាមប្រភពព័ត៌មានពីអ៊ីរ៉ង់ការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានបណ្ដាលឲ្យមានមនុស្សជាង1250នាក់ក្នុងអំឡុងពេលយុទ្ធនាការយោធានេះរួមទាំងជនស៊ីវិលនិងកុមារសិស្សសាលាជាច្រើនផងដែរការឆ្លើយតបអ៊ីរ៉ង់បានបាញ់ដ្រូននិងមីស៊ីលទៅលើគោលដៅនៅក្នុងប្រទេសអ៊ីស្រាអែលនិងប្រទេសតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានយោធារបស់អាមេរិកតាំងនៅចំនួននេះបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិព្រោះវាអាចនាំឲ្យមានសង្គ្រាមទ្រង់ទ្រាយធំជាងមុននៅតំបន់មជ្ឈិមបូព៌ាដែលជាតំបន់ដ៏សំខាន់
យ៉ាងខ្លាំងចំពោះសន្តិសុខធម្មពលនិងស្ថិរភាពនយោបាយរបស់ពិភពលោកហើយជំហររបស់រុស្ស៊ីនិងចិនគឺមានការគ្រប់គ្រងយ៉ាងមុតមមទៅលើអ្នកដឹកនាំថ្មីរបស់អ៊ីរ៉ង់បាទថាការជ្រើសតាំងនេះគឺជាការអនុវត្តទៅតាមរដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ង់ហើយវាជាការជ្រើសរើសមួយដ៏ស្របច្បាប់ដែលអន្តរជាតិគួរតែទទួលស្គាល់បាទនេះគឺជាជំហររបស់រុស្ស៊ីនិងចិនចំពោះមេដឹកនាំថ្មីរបស់អ៊ីរ៉ង់បាទសូមអរគុណចំពោះការតាមដានស្ដាប់ព័ត៌មាននៅក្នុងថ្ងៃនេះសូមបងប្អូនជួយឲ្យមេដៃដើម្បីជាការលើកទឹកចិត្តក៏ដូចជាចុច Subscribe បាទដើម្បីខ្ញុំអាចមានទឹកចិត្តផលិតនៅវីដេអូថ្មីៗល្អៗជាការតាមដាននៅព័ត៌មានពិភពលោកដែលទាន់ហេតុការណ៍និងលឿនរហ័សបាទសម្រាប់ពេលនេះសូមអរគុណសូមជម្រាបលាបាទ